រឿងអ្នកដំណើរពីរនាក់ដណ្ដើមគ្នាដេកកណ្ដាលកាលពីព្រេងនេះមានមនុស្សពីរនាក់ដើរទៅផ្លូវឆ្ងាយជួនយប់ក្នុងព្រៃងឹងឹតដើរទៅមិនរួចក៏បបួលគ្នាដេកក្នុងព្រៃអ្នកទាំងពីរនាក់ចង់ដេកកណ្ដាលតែរៀងខ្លួនប៉ុន្តែមិនដឹងគិតធ្វើដូចម្ដេចនឹងបានដេកកណ្ដាលបរិសុទ្ធទាំងពីរនាក់គិតគ្នាថាបើដូច្នោះយើងដេកយកជើងទល់គ្នាហើយបរិសុទ្ធទាំងនោះក៏ដេកយកជើងទល់គ្នាទាំងពីរនាក់ទៅក្រោយមកមានខ្លាមកឃើញមនុស្សដេកយកជើងទល់គ្នាហើយតទួសម្ពុតចិត្តមើលមិនដឹងជាសត្វអ្វីវែងដូច្នោះឆ្ងល់ណាស់ត្បិតមិនដែលឃើញក៏បបួលអុសសត្វឯទៀតជាច្រើនមានទាំងដំរី ក្របីគោរមាសរមាំងក្តាន់ប្រោសោះត្រាយចោះចោះស្វានស្វាគ្រប់សត្វទាំងអស់មកមើលគ្មានសត្វណាមួយស្គាល់សោះក្រោយមកទៀតសត្វទាំងអស់នោះគិតគ្នាថាឥឡូវនេះនឹងមានអ្នកឯណាស្គាល់សត្វនេះពួកយើងបបួលគ្នាមកមើលសត្វនេះច្រើនភាសាណាស់ហើយនៅសល់សត្វអ្វីទៀតដែលមិនទាន់បានមកមើលអស់សត្វទាំងនោះគិតគ្នាទៅឃើញនៅសល់តែទុនសាយពុំបានមកមួយទៀតឮល្បីថាទុនសាយនោះជាអ្នកមានប្រាជ្ញាចេះនិយាយក្បួនច្បាប់ទម្លាប់ចេះកលមាយាចាំទំនំទំនៀមច្រើនបើដូច្នោះយើងប្រើបងដំរីឲ្យទៅអញ្ជើញបងទុនសាយនោះទៅបាននិយាយអត្ថបទនេះដោយអារម្មណ៍ទន់ភ្លន់និយាយអត្ថបទនេះដោយប្រើអារម្មណ៍ទន់ភ្លន់ត្បិតបងទុនសាយបើមាននរណាទៅពឹងការអ្វីគាត់កាន់ខ្លួនណាស់សត្វទាំងនោះគិតគ្នាហើយឲ្យដំរីទៅអញ្ជើញទុនសាយដំរីក៏ទៅឃើញទុនសាយអង្គុយនៅលើក្បាលដំបូកទុនសាយឃើញដំរីដើរដេកយកមកពីនាយក៏សួរថាបងដំរីមានហេតុអ្វីបានជារលាក់រលាំងមកដំរីឆ្លើយថាបងដំរីត្បិតមានសត្វអ្វីមួយចម្លែកណាស់គ្មាននរណាស្គាល់សោះបានជាអស់សត្វក្នុងព្រៃនេះឲ្យខ្ញុំមកអញ្ជើញបងទុនសាយឯងទៅមើលក្រែងបងទុនសាយឯងស្គាល់សត្វនោះឯទុនសាយឮដូច្នោះហើយសួរថាសត្វនោះដូចម្ដេចតូចឬធំវែងឬខ្លីដំរីថាសត្វនោះធំចុងធំគល់តូចកណ្ដាលហើយវែងប្រមាណ5ហត្ថទុនសាយឮដូច្នោះឆ្លើយឡើងថាអូបើដូច្នោះបងដំរីកុំព្រួយចិត្តចាំខ្ញុំទៅមើលឲ្យស្គាល់សត្វនោះប៉ុន្តែបងដំរីឯងឲ្យខ្ញុំជិះលើក្បាលបងឯងទៅដំរីឮដូច្នោះហើយដើរចូលទៅអោនក្បាលឲ្យទុនសាយជិះលើក្បាលទុនសាយធ្វើជាក្អែងក្អាងលុះទៅដល់ហើយចុះពីក្បាលដំរីយកថានិយាយអត្ថបទនេះដោយប្រើអារម្មណ៍ទន់ភ្លន់ស្លឹកឈើដែលមានស្នាមដង្កូវវ៉ាដូចជាអក្សរកាន់លើកឡើងធ្វើជាសម្បត្តិថាអស់បងប្អូនស្ដាប់ត្បិតខ្ញុំជាបម្រើព្រះឥន្ទ្រាលោកប្រើឲ្យនាំសម្បត្តិមកហើយទុនសាយឡើងលើដំបូកធ្វើជាអានសម្បត្តិថាសត្វនេះព្រះឥន្ទ្រាលោកប្រើមកឈ្មោះសត្វយោគីយោកាយកទាំងអស់គ្នាយកទាំងអានយកទាំងឯងអស់សត្វឮទុនសាយមើលសម្បត្តិថាព្រះឥន្ទ្រាឲ្យមកយកទាំងអស់គ្នាក៏ស្ទុះបោលជន់គ្នាស្លាប់បាក់ដៃបាក់ជើងពីសពេញស្រែកលាន់ទាំងព្រៃមនុស្សពីរនាក់នោះដឹងថាសត្វផ្អើលភ្ញាក់រត់ជន់គ្នាស្លាប់ដូច្នោះក្រោកឡើងលើកដៃសំពះទុនសាយថាបងទុនសាយមានគុណនឹងយើងខ្លាំងណាស់បើប្រសិនជាយើងមិនបានបងទុនសាយមកធ្វើឧបាយកលឲ្យយើងទេនោះសំខ្លាវានឹងខំយើងស៊ីជាចំណីវាទៅហើយបងទុនសាយឯងមានប្រាជ្ញល្មមធ្វើជាសុភាបាន
ឯមនុស្សទាំងពីរនាក់មើលទៅឃើញអស់សាច់ជាន់គ្នាស្លាប់ពេញព្រៃដូច្នោះបបួលគ្នាអាយកសាច់រែកទាំងពីរនាក់ដើរទៅបន្តិចឃើញខ្លាសង្គមមួយដំរីជាន់បាក់ជើងដើរបានតិចក៏បបួលគ្នាយកខ្សែចងដឹកយកទៅលុះដើរទៅបន្តិចជួបនឹងអ្នកបរទេះគោឯអ្នកបរទេះគោនោះឃើញអ្នកទាំងពីររែកសាច់មកដូច្នោះក៏បញ្ឈប់រទេះសួរថាអ្នកធ្វើដូចម្ដេចក៏បានសាច់ច្រើនម្លេះអ្នកនោះបញ្ឆោតថាឆ្កែកំបាក់ជើងខ្ញុំនេះឯងវាដេញខំត្បិតឆ្កែនេះជាឆ្កែប្រដេញវាតែងតែដេញសត្វមកមិនដែលស្រួលឆ្នាំងដល់មួយពេលទេក្រែងតែគ្មានសត្វបើព្រៃឯណាមានសត្វហើយមិនដែលរួចពីអាក្លើកឆ្កែប្រដេញខ្ញុំនេះទេឲ្យតែវាឃើញស្នាមជើងនោះសង្ឃឹមថាបានឲ្យលៀងឆ្នាំងចាំឲ្យហាយទៅមុខជានឹងបានមិនដែលខានទេឯអ្នកបរទេះគោឬអ្នកនោះនិយាយអួតប្រាប់ដូច្នោះហើយតែជាមនុស្សល្ងងមិនស្គាល់ក៏ចង់បានខ្លាកំបាក់ជើងសង្គមនោះគិតថាជាឆ្កែមែនតែនហើយនិយាយអង្វរលួងលោមថាបើដូច្នោះអ្នកអាណិតខ្ញុំសូមទិញឆ្កែអ្នកយកទៅប្រដេញត្បិតស្រុកខ្ញុំមានសាច់ច្រើនណាស់អ្នករែកសាច់ឆ្លើយថាបើខ្ញុំលួចឆ្កែនេះឲ្យអ្នកទៅផ្ទះខ្ញុំសុំនឹងស្ងួតឆ្នាំងហើយរកអ្វីស៊ីគ្មានទេប៉ុន្តែអ្នកបានជួបនឹងខ្ញុំម្ដងបើមិននិយាយគ្នាក៏មិនបានឆ្កែខ្ញុំនេះខ្ញុំស្រឡាញ់វារកអ្វីប្រៀបគ្មានទេបើអ្នកចង់ទិញតើអ្នកឲ្យថ្លៃប៉ុន្មានអ្នកបរទេះគោឆ្លើយថាខ្ញុំមានតែគោមួយនឹមនេះឯងហើយគោនេះខ្ញុំស្រឡាញ់រកអ្វីប្រៀបគ្នាទេត្បិតបមួយថ្ងៃវ៉ាល់ល្ងាតមិនឈប់សោះក៏បានក្នុងមួយថ្ងៃឲ្យទឹកផឹកតែម្ដងទាំងលបឿនទៀតក្នុងស្រុកអាយនេះគ្មានគោណាលឿនស្មើទេតែឥឡូវនេះចិត្តខ្ញុំចង់បានឆ្កែអ្នកឯងយកទៅដេញសត្វឯស្រុកខ្ញុំសូមដូរធ្នូគោមួយនឹមព្រមទាំងកណ្ដឹងចង្ក្រង់ត្រដោកខ្សែទៀមខ្សែចន្ទោលគ្រប់ប្រដាប់ស្រាប់តែឡើងជីបោតែម្ដងខ្ញុំសុំតែខ្លួននឹងប្រពន្ធចោះចេញអ្នករែកសត្វឬអ្នកបរទេះថាដូរជាមួយគោមួយនឹមនឹងគ្រប់ប្រដាប់ស្រាប់តែឡើងបោក៏នឹកអក្នុងចិត្តណាស់ដោយសាររែកសាច់វាធ្ងន់ផងហើយធ្វើជាមិនចង់ដូរទេតែក្នុងចិត្តចង់ដូរណាស់និយាយថាឆ្កែក្នុងនេះខ្ញុំស្រឡាញ់ណាស់ឥឡូវអ្នកមកសុំដូរពីខ្ញុំទៅខ្ញុំខំកាត់ចិត្តដូរឲ្យអ្នកទៅចោះប៉ុន្តែអ្នកថ្នមវាឲ្យល្អកុំឲ្យវាអត់ឃ្លានហើយអ្នកយកសាច់នេះទុកឲ្យវាស៊ីតាមផ្លូវទៅឯអ្នករែកសាច់ក៏បានឲ្យសាច់ទៅអ្នកនោះល្មមខ្លាស៊ីឆ្អែតហើយយកសាច់ដាក់លើរទេះបរទៅអ្នកម្ចាស់រទេះគោនោះក៏ដឹកខ្លាសង្គមកំបាក់ជើងទៅបន្តិចទៅឲ្យសាច់ទឹកខ្លាស៊ីជារឿយខ្លានោះបានសាច់ស៊ីមានកម្លាំងក៏ក្រាញ់មិនចង់ទៅត្រាតែដាច់ខ្សែហើយដើរចូលក្នុងព្រៃទៅអ្នកនោះដឹងថាខ្លាបោលចូលទៅក្នុងព្រៃហើយក៏រត់ទៅតាមចាប់ហើយហៅថាបើសើអាក្លឹកមកឯខ្លាឃើញមនុស្សទៅចិត្តបែរមកគំរាមធ្វើហឺសំថាបឲ្យអ្នកនោះឃើញខ្លាគំរាមមុខគួរឲ្យខ្លាចដូច្នោះក៏ថយមកក្រោយវិញមិនហ៊ានតាមទៅទៀតប៉ុន្តែនឹកស្ដាយមើលទៅរទេះបរទៅបាត់មិនដឹងជាទៅដល់ណាអ្នកម្ចាស់ខ្លាបានរទេះគោនោះហើយក៏មនីដាក់អម្រែកលើរទេះឡើងជិះទាំងពីរនាក់បរជិះប្រញាប់ទៅឲ្យតែហួសពីមុខម្ចាស់រទេះនោះឯអ្នកម្ចាស់រទេះដល់ខ្លាបោលចូលព្រៃទៅហើយនឹកស្ដាយណាស់មិនដឹងគិតធ្វើដូចម្ដេចក៏បបួលប្រពន្ធត្រឡប់ទៅផ្ទះវិញ